ជំនួបរវាងបុរីលេងនវត្រានិងអតិថិជនទទួលលទ្ធផលជាវិជ្ជមានក្រោមវប្បធម៌សន្តានានិងបានឯកភាពគ្នាបន្តជំរុញពន្លឿនការងារដំណោះស្រាយមួយចំនួនក្រោមការងារក្រសួងរៀបចំដែនដីនគររុក្ខនីយកម្មនិងសំណង់និងរដ្ឋបាលខេត្តកណ្ដាលបានបន្តដឹកនាំកិច្ចប្រជុំសម្រុះសម្រួលនិងដំណោះស្រាយករណីទិញផ្ទះឬលក់ផ្ទះដីឡូគម្រោងបុរីលេងនវត្រានិងអតិថិជនដោយបានធ្វើការបន្តពិនិត្យលើសំណើសំណូមពររបស់តំណាងអតិថិជនគម្រោង 6A និងច្រែក100កាលពីថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025បើតាមក្រសួងរៀបចំដែនដីបានបញ្ជាក់ថាជាលទ្ធផលកិច្ចប្រជុំបានប្រកាន់យកវប្បធម៌សន្តានានិងបានពិគ្រោះគ្នាប្រកបដោយស្មារតីយោគយល់ដោយបានឯកភាពគ្នាក្នុងការបន្តជំរុញការងារដំណោះស្រាយពន្លឿនការងារសាងសង់ផ្ទះការចាក់បំពេញដីឡូនិងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ចាំបាច់និងអតិភិបរបស់គម្រោងគូបញ្ជាក់ថាគម្រោងផ្ទះនិងដីឡូលេងនវត្រាច្រែក100និងគម្រោងផ្លូវជាតិលេខ 6A ដែលមានទីតាំងនៅភូមិព្រៃច្រែក100និងភូមិអន្លង់ថ្លែងឃុំសម្បូរមាសស្រុកមុខកំពូលខេត្តកណ្ដាល